សូមក្រាបថ្វាយបង្គំហើយចម្រើនពរញាតិញោមពុទ្ធបរិស័ទទាំងក្នុងនិងក្រៅប្រទេសបងថ្ងៃនេះគឺស្ថិតនៅក្នុងថ្ងៃទី26ខែមេសា2026ប៉ុណ្ណា26ខែមេសា2026អញ្ចឹងថ្ងៃនេះខ្ញុំគណៈអាត្មាភាពបាននិមន្តលោកប្អូនណាដែលនិមន្តមកខាងវត្តទូបរោបងដែលខាងដាក់ស្បៀងនៅខាងតបជួរមុខឥឡូវលោកបាននិមន្តមកហើយគឺមកទទួលយកអង្គចំនួន10ការ៉ុងប៉ុណ្ណាដែលបានទទួលពីលោកគ្រូសានលីដែលចូលរួមតាមរយៈបងស្រីបាសិកាតៃហើយឥឡូវនេះបានយកមកហើយព្រមទាំងទឹកសុទ្ធមួយចំនួនដែលញាតិញោមបានចូលរួមតាមរយៈខ្ញុំគណៈអាត្មាភាពសម្រាប់បងប្អូនកងទ័ពជួរមុខអញ្ចឹងឥឡូវនេះគឺបានរៀបចំដាក់រួចរាល់ហើយញាតិញោមហើយលោកប្អូនក៏បាននិមន្តមកទទួលដោយផ្ទាល់ហើយស្អែកនេះគឺយកទៅស្អែកណាស្អែកពេលថ្ងៃយកទៅដាក់បងជួរមុខហើយអញ្ចឹងពិតជាអរគុណមែនទែនសម្រាប់លោកប្អូនដែលបាននិមន្តមកទទួលណាទាំងភ្លៀងធំមែនទែនភ្លៀងនៅបាត់ដំបងយើងហើយឥឡូវទឹកម្រាំងហើយឥឡូវត្រៀមចេញទៅវិញណាមានអីចូលរួមគណៈសូមអរគុណដល់បងគ្រូណាដូចជាម្ចាស់បងលីសុផាដែលបានតែងតែបំពេញវនាវពុទ្ធបរិស័ទនៅក្នុងនិងក្រៅប្រទេសហើយក៏តែងតែនិមន្តខ្ញុំគណៈអាត្មាភាពមកយកស្បៀងជារឿយៗញោមបងហើយមិនថាតាំងពីសង្គ្រាមមកញោមធ្វើការងារជាមួយលោកហ្នឹងស្គាល់គ្នាស្និទ្ធស្នាលតាំងពីសង្គ្រាមហើយជាមួយនឹងបងស្រីបាសិកាតៃហើយព្រមទាំងលោកម្ចាស់បងហើយលោកតែងតែឧបត្ថម្ភហើយទោះនៅឆ្ងាយញោមបាត់ដំបងហើយនឹងព្រៃច័ន្ទនៅប៉ោយប៉ែតយើងឆ្ងាយពីគ្នាតែទឹកបតីរបស់លោកគឺតែងតែខ្វល់ខ្វាយតែសួរសុខទុក្ខតាមរយៈខ្ញុំកណារហូតដល់ខ្វះខាតអីហ្នឹងក៏ប្រាប់លោកតែងតែផ្សព្វផ្សាយតាមរយៈវិទ្យុក្តីតាមរយៈ Facebook របស់លោកផ្ទាល់ក្តីអញ្ចឹងក៏សូមអរគុណលោកម្ចាស់បងហើយព្រមទាំងញាតិញោមក្នុងការប្រទេសដែលតែងចូលរួមនៅឧបត្ថម្ភតាមរយៈខ្ញុំកណាក្តីតាមរយៈលោកម្ចាស់បងក្តីក៏សូមសិទ្ធិពរជ័យសិរីសួស្តីដល់ញាតិញោមទាំងអស់គ្នាឲ្យជួបតែនៅសេចក្តីសុខសេចក្តីចម្រើនហើយនៅម្យ៉ាងទៀតក៏សូមប្រគេនពរណាម្ចាស់បងម្ចាស់គ្រូទាំងអស់ឲ្យជួបនៅតែសេចក្តីសុខហើយនឹងបួសជាភ្នោះណាមិនសឹកទេណានៅចេះហើយណាអរគុណណាអរគុណញាតិញោមឃើញវីដេអូនេះជួយ like ជួយ share បន្តដើម្បីចែកម្លែកជាពិសេស share ឲ្យបានដឹងដល់ម្ចាស់ដើមទៀនប្រធានដើមសទ្ធារបស់គេដែលបានចូលរួមទាំងអស់មិនថាស្បៀងតូចស្បៀងធំតិចឬច្រើនទេណាញាតិញោមបើអញ្ចឹងជួយ like ជួយ share ទាំងអស់គ្នាណាសូមអនុមោទនា